ព័ត៌មានទី1ដែលខ្ញុំយកមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នានេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post បាទគឺបើយោងតាមសេចក្តីរាយការណ៍របស់ Washington Post ក៏ដូចជាសារព័ត៌មាននានាផ្សេងៗទៀតហ្នឹងគឺបាទឧត្តមសេនីយ៍កម្ពុជារបស់សហរដ្ឋអាមេរិកដែលជាទីប្រឹក្សាប្រធានសេនាធិការកងទ័ពចម្រុះឬក៏កងទ័ពរួមតែម្ដងបានបានជម្រាបជូនលោកប្រធានាធិបតី Donald Trump ឲ្យមានការប្រយ័ត្នប្រយែងអំពីការខ្វះខាតមួយចំនួនពិសេសទៅលើក្របរំសេវដែលសំខាន់ដោយសារតែខ្វះការគ្រប់គ្រងពីសម្ព័ន្ធមិត្តបើសិនជាក្នុងករណីដែលសហរដ្ឋអាមេរិកសម្រេចវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ហើយអូបន្លាយរយៈពេលយូរនាំឲ្យអ៊ីរ៉ង់សងសឹកវិញដូច្នេះសហរដ្ឋអាមេរិកខ្វះខាតក្របមួយចំនួនដែលមានលក្ខណៈសំខាន់ចាំបាច់សម្រាប់ប្រតិបត្តិការនេះហើយដែលអាចនឹងបង្កគ្រោះថ្នាក់ទៅដល់យោធារបស់សហរដ្ឋអាមេរិកបាទនេះបើយោងតាមមន្ត្រីមួយចំនួនដែលបានដឹងអំពីបញ្ហានេះហើយបានប្រាប់អ្នកសារព័ត៌មានលោកនាយឧត្តមសេនីយ៍ដែលចេញការព្រមាននោះគឺលោកនាយឧត្តមសេនីយ៍ Dan Kane បាទលោកជាប្រធានកងទ័ពចម្រុះរបស់សហរដ្ឋអាមេរិកគឺប្រចាំនៅសេតាវីមានគឺលោកបានសម្ដែងការព្រួយបារម្ភបែបនេះនៅក្នុងកិច្ចប្រជុំនៅក្នុងសេតាវីមានកាលពីសប្តាហ៍មុនបាទដែលលោកបានលើកឡើងទៅដល់មន្ត្រីមួយចំនួនដែលចូលរួមប្រជុំនោះឲ្យមានការប្រយ័ត្នប្រយែងបាទជាមួយនឹងបញ្ហាដែលអាចនឹងកើតមានឡើងបញ្ហាប្រឈមដែលសហរដ្ឋអាមេរិកនឹងជួបប្រទះដោយសារតែក្នុងពេលកន្លងមកនេះគឺឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិកនឹងបានស្ទើរតែអស់បាទមិនថាស្ទើរតែអស់គ្រាប់ថាបាត់បង់គ្រាប់អស់ជាច្រើនដោយសារតែទី1ចុងក្រោយថ្មីនេះគឺយកទៅជួយការពារអ៊ីស្រាអែលផ្ដល់ទៅអ៊ីស្រាអែលហ្នឹងគឺឥឡូវនេះផលិតមិនទាន់បានគ្រប់គ្រាន់មកវិញដាក់នៅក្នុងឃ្លាំងឲ្យគ្រប់គ្រាន់ទេហើយទន្ទឹមនោះគឺជួយទៅអ៊ុយក្រែនអស់រយៈពេលជាច្រើនឆ្នាំដែលធ្វើឲ្យមានការខ្វះខាតគ្រាប់មួយចំនួនផងដែរបាទហើយការព្រមាននេះគឺមិនមែនត្រឹមតែព្រមាននៅក្នុងកិច្ចប្រជុំនៅឯសេតវិមានទេគឺកាលពីកិច្ចប្រជុំនៅក្នុងខែនេះនៅក្នុងក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកឬហៅថាមន្ត្រីបញ្ចកោនោះលោកខេនក៏បានលើកឡើងអំពីការព្រួយបារម្ភនេះផងដែរណាអំពីទំហំនៃការធ្វើប្រតិបត្តិការប្រឆាំងជាមួយនឹងប្រទេសអ៊ីរ៉ង់បាទហើយនឹងស្ថានភាពដែលលំបាកដែលអាចនឹងកើតមានឡើងប្រសិនបើសហរដ្ឋអាមេរិកបន្តពីប្រហារក្នុងរយៈពេលយូរបាទលោកឧត្តមសេនីយ៍គឺក៏បាននិយាយថាប្រតិបត្តិការហ្នឹងគឺវាពិបាកដែរណាពិបាកដែរបើសិនជាមានការគ្រប់គ្រងពីសម្ព័ន្ធមិត្តទៅគឺអាចនឹងមានភាពងាយស្រួលជាងធម្មតាបាទពីព្រោះឥឡូវនេះគឺសហរដ្ឋអាមេរិកមិនបានគៀងគរប្រមូលមិត្តភ័ក្តិនឹងឲ្យមកចូលរួមជួយនៅក្នុងប្រតិបត្តិការរបស់ខ្លួនទេនៅក្នុងសេចក្តីថ្លែងការណ៍មួយការិយាល័យរបស់លោកខេនបាននិយាយថាបាទក្នុងនាមជាទូនាទីរបស់លោកជាអ្នកជំនួយការជាន់ខ្ពស់ជាអ្នកឲ្យយោបល់ខាងផ្នែកយោធារបស់លោកប្រធានាធិបតីគឺលោកប្រធានសេនាធិការកងទ័ពចម្រុះនោះគឺលោកផ្ដល់នៅជំរើសជាច្រើនដែលមានសម្រាប់យោធាក៏ដូចជាការពិចារណាបាទចាំបានន័យថាគាត់ធ្វើបើនិយាយសាមញ្ញគឺថាគឺការធ្វើវិភាគទៅលើគ្រោះថ្នាក់ដែលអាចនឹងកើតមានឡើងឥឡូវនេះបើយើងធ្វើនេះសេណារីយ៉ូវាទៅច្រកនេះដែលយើងត្រូវការអញ្ចេះបាទអញ្ចឹងគឺខាងខុទ្ទកាល័យរបស់លោកមេបញ្ជាការនោះគឺបានបញ្ជាក់អញ្ចឹងគឺគ្រាន់តែជារឿងមួយដែលលោកលើកឡើងអំពីការគិតគូរបន្ទាប់បន្សំតើរឿងនឹងយ៉ាងម៉េចផលប៉ះពាល់យ៉ាងម៉េចគ្រោះថ្នាក់យ៉ាងម៉េចតើដល់មេដឹកនាំស៊ីវិលនឹងយ៉ាងម៉េចបាទដូច្នេះអ្វីដែលលោកចេញមកនោះគឺក្នុងនាមជាមន្ត្រីយោធាអញ្ចឹងគាត់ឲ្យយោបល់ហ្នឹងទៅលោកប្រធានាធិបតីដែលជាមេដឹកនាំប៉ុន្តែលោកប្រធានាធិបតីជាស៊ីវិលដូច្នេះការសម្រេចចិត្តអាស្រ័យទៅលើលោកប្រធានាធិបតីនោះទេបាទនេះគ្រាន់តែការផ្ដល់ជំរឿសដោយធ្វើយ៉ាងម៉េចឲ្យលោកប្រធានាធិបតីមានជំរឿសក្នុងការប្រើប្រាស់នោះឲ្យប្រកបដោយគេថាទំនុកចិត្តតែម្ដងហើយអ្នកនាំពាក្យសេតាវិមានគឺអ្នកស្រី Anna Kelly ក៏បាននិយាយថាលោកប្រធានាធិបតីលោកស្ដាប់យោបល់គ្រប់ទាំងអស់និងជំរឿសគ្រប់ទាំងអស់ដែលមេតបឲ្យមកហ្នឹងបាទអញ្ចឹងគឺដូចខ្ញុំបានជម្រាបជូនប្រិយមិត្តអញ្ចឹងគឺមេដឹកនាំគាត់ស្ដាប់ហើយតើសម្រាប់ទៅធ្វើបែបណាគាត់ពិចារណាបាទហ្នឹង decision maker ហ្នឹងគឺសំខាន់ណាស់គឺសំខាន់លើគាត់ហ្នឹងអញ្ចឹងអ្នកមេតបមេនេះជាអ្នកបច្ចេកទេសជាអ្នកជំនាញនិយាយចេញមកអ្នកសម្រាប់ចិត្តគឺលោកប្រធានាធិបតីដដែលបាទអញ្ចឹងគឺ
គឺលោកប្រធានាធិបតីមិនចាត់ទុកថារឿងនេះជារឿងមួយដែលលោកខេនលោកប្រឆាំងជាមួយនឹងផែនការរបស់លោកប្រធានាធិបតីទេគឺលោកនៅតែចាត់ទុកលោកខេនថាជាមនុស្សដែលមានទេពកោសល្យមានតម្លៃយ៉ាងខ្ពស់នៅក្នុងក្រមសន្តិសុខជាតិរបស់លោកប្រធានាធិបតីតែម្ដងគឺលោកប្រធានាធិបតីថាការដែលសេចក្តីរាយការណ៍សារព័ត៌មានមួយចំនួនថាលោកខេនប្រហែលជាមានជំហរប្រឆាំងជាមួយនឹងផែនការរបស់លោកប្រធានាធិបតីត្រាំក្នុងការធ្វើសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ហ្នឹងគឺជារឿងមិនពិត 100% ទេជារឿងមិនពិតទេបាទនាំតែឲ្យមានការមន្ទិលសង្ស័យនៅក្នុងជួរកងទ័ពតែប៉ុណ្ណោះបើនេះគឺជាការវិវត្តទី1ណារីឯការវិវត្តទី2វិញគឺបើយោងតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកក៏បានបញ្ជាឲ្យបុគ្គលិករបស់ខ្លួនណាដែលមានការងារមិនបន្ទាន់នេះគឺឲ្យជំលះចេញពីស្ថានទូតនៅក្នុងទីក្រុងបេរុតប្រទេសលីបង់នៅថ្ងៃច័ន្ទនេះបាទអញ្ចឹងគឺការពារក្រែងលោកមានការវិប្រហារតបតពីអ៊ីរ៉ង់សម្ដៅទៅលើស្ថានទូតរបស់សហរដ្ឋអាមេរិកនៅទីនោះឬក៏អាចនឹងមានការគ្រោះថ្នាក់ពេលដែលគាត់សម្រាកនៅតាមផ្លូវតាមអីចឹងដូច្នេះសហរដ្ឋអាមេរិកបុគ្គលិកណាដែលមិនចាំបាច់បាទគឺឲ្យចាក់ចេញពីប្រទេសលីបង់ហើយក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកមិនបានផ្ដល់ព័ត៌មានលម្អិតអំពីហេតុផលអ្វីដែលនាំឲ្យមានការជំលះបុគ្គលិកចេញពីស្ថានទូតនោះទេប៉ុន្តែវាកើតឡើងស្របពេលដែលលោកប្រធានាធិបតីដូណាល់ត្រាំកំពុងតែបង្កើនកម្លាំងយ៉ាងខ្លាំងនៅក្នុងតំបន់មជ្ឈមបូព៌ាដែលជាការមួយដែលដាក់សម្ពាធទៅលើរដ្ឋាភិបាលរបស់អ៊ីរ៉ង់បាទនេះជាការវិវត្តទី2នៅក្នុងដំណើររឿងទី1ហ្នឹង